នេះតែនេះគឺជាเกมអេឡិចត្រូនិកដែលហៅថា e-football ដែលកម្ពុជាប៉ះជាមួយនឹងប្រទេសថៃដែលក្រុមលទ្ធផល0-4សូមបញ្ជាក់ដែរអ្នកនរគ្នានេះគឺមិនមែនជាអ៊ុយ19តែនឹងត្រូវប្រកួតនៅថ្ងៃទី11ថ្ងៃនេះនៅម៉ោង4នេះតែម្ដងនោះទេនេះគឺជាเกมអេឡិចត្រូនិកទេគឺមិនមែនជាការលេងដោយផ្ទាល់នៅលើទីលាននោះទេហើយបើសិនជាយើងចូលមើលទៅលើ comment គឺពួកគាត់មានការយល់ច្រឡំច្រើនខ្លាំងមែនទែនហើយអ្នកខ្លះថា page នឹង page ឈួតតែផុសទៅអត់ដឹងខ្យល់អីទាំងអស់ដោយយើងធ្វើការប្រកួតនៅថ្ងៃទី11នោះទេហេតុអីក៏ទៅផុសថាយើងចាញ់ថៃ0-4ពេលខ្លះយើងរៀនពិបាកក្នុងការបន្ទោសពួកគាត់ផងដែរដោយសារតែខាង game electronic e-football នេះផងដែរគឺអត់សូវជាពេញនិយមទេនៅក្នុងប្រទេសកម្ពុជាយើងដូច្នេះហើយពួកគាត់ទៅតែឃើញម្ដងហ្នឹងហើយពួកគាត់ចេះតែ comment ទៅដែលអត់មើលច្បាស់សូម្បីតែខ្ញុំក៏មានការយល់ច្រឡំដែរចំពោះដំបូងដែលខ្ញុំអត់មើលគឺដោយសារតែខ្ញុំឃើញអាវជម្រើសជាតិរបស់យើងហើយឃើញដាក់ថា0ហើយទល់នឹង4ដែលថៃមាន4គ្រាប់អញ្ចឹងខ្ញុំក៏បានចូលមើលឆែកម្ដងទៀតក៏ដឹងថាវាជា game electronic e-football ទេ